ឥឡូវពូធ្វើសេចក្តីរាយការណ៍ពីការប្រកួត FIFA World Cup រវាងក្រុមបាល់ទាត់អាល្លឺម៉ង់ជាមួយនឹងគូរ៉ាកៅវាមិននឹកស្មានដែរនៅពេលដែលក្រុមបាល់ទាត់អាល្លឺម៉ង់លុតគូរ៉ាកៅ7-1លទ្ធផលនេះពូហ៊ាននិយាយថាក្នុងចំណោម48ក្រុមក្នុងចំណោមក្រុមដែលលេងអាល្លឺម៉ង់ហើយប្រកាសជាអាល្លឺម៉ង់បានដាច់គេក្នុងលទ្ធផលដែលស៊ីគូរ៉ាកៅ7-1ហើយលទ្ធផលនេះយើងត្រូវចងចាំវាជា best moment មួយសម្រាប់ការប្រកួតដូចជាក្រុម FIFA World Cup 2014ណែប្រេស៊ីលម្ចាស់ផ្ទះទឹកភ្នែកយូរមកប្រទេសអាល្លឺម៉ង់លុត7-1ក្នុងអាល្លឺម៉ង់ជើងឯទៀតអញ្ចឹងមិនថាអាល្លឺម៉ង់សាហាវឃើញអាល្លឺម៉ង់ធ្វើស្លូតយ៉ាត3កន្លះគិតមើលពីណាគេមិនទុកចិត្តអាល្លឺម៉ង់សិតតែអូ3កន្លះរងអាយរងក៏បែកឥឡូវនោះអាល្លឺម៉ង់ដាក់ឲ្យ7-1ហ្មងសារនេះអាល្លឺម៉ង់ផ្ញើទៅកាន់អេស្ប៉ាញផ្ញើទៅកាន់ប៉ូទុយហ្គាល់ផ្ញើទៅកាន់បារាំងថាណែកុំមើលរំលងអាល្លឺម៉ង់មិញអាល្លឺម៉ង់គេដាក់ឈុតធំគេមកមានណយអ្នកចាំទីមានចាំជូណាថាន់តាមានឈូសូគីមិកមានស្លូតឈូបែកហើយមានណាថានីអែលប្រោនមានផលូវិកមានចាម៉ាល់ម៉ូសេឡាមានលឺរ៉ុយសាណេមានខៃហាវើតមានហ្វូរ៉េនវីតអាហ្នឹងហើយគីបស៊ីនគេដាក់មិញស៊ីគូរ៉ាកៅ7-1តែពូជឿជាក់ថាអាល្លឺម៉ង់ប្រហែលជាព្រឹត្តិការណ៍ FIFA World Cup នេះអាល្លឺម៉ង់ហ៊ានអាចទៅវគ្គជ្រៅវគ្គជ្រៅអាចនឹងដល់វគ្គ16ក្រុមមកតែយ៉ាប់យើងតែប្រេស៊ីលទៅនឹងជាក្រុមគេបាញ់ត្រូវគ្រាប់ប្រទេស5សម័យគេដែលលេលើអញ្ចឹងអូខេបានហើយនេះយកពោមានសុំសម្រាប់សិន